รถยนต์ Mitsubishi 3000 GT គឺជាយានយន្តកីឡាឬហៅថា Sport Car និងជាប្រភេទ Great Tourer ឬហៅកាត់ថា GT ដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ1990វាត្រូវបានគេស្គាល់ថាជារថយន្តដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើននៅសម័យនោះខាងក្រោមនេះជាព័ត៌មានលម្អិតអំពីរថយន្ត Mitsubishi 3000 GT ដែលត្រូវបានគេស្គាល់នៅក្នុងទីផ្សារជប៉ុនថា Mitsubishi GTO 1. ទិដ្ឋភាពទូទៅនិងប្រវត្តិឈ្មោះទីផ្សារត្រូវបានដាក់ឈ្មោះថា 3000 GT សម្រាប់ទីផ្សារអន្តរជាតិជាពិសេសនៅអាមេរិកនិង GTO សម្រាប់ទីផ្សារក្នុងស្រុកជប៉ុនរយៈពេលផលិតត្រូវបានផលិតឡើងក្នុងឆ្នាំ1990ដល់ឆ្នាំ2000ភាពជាដៃគូក្រុមហ៊ុន Mitsubishi បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Chrysler ដើម្បីផលិតនៅរថយន្តនេះដែលត្រូវបានលក់នៅអាមេរិកក្រោមឈ្មោះថា Dodge Stealth ដែលមានលក្ខណៈស្រដៀងគ្នាប៉ុន្តែមានរូបរាងខាងក្រៅខុសគ្នាបន្តិចប្រភេទរថយន្តជាប្រភេទរថយន្ត Coupe ទ្វារ2ដែលមានកៅអីអង្គុយបែរ 2x2 ឬហៅថាកៅអីមុខ2និងកៅអីខាងក្រោយតូច2 2. លក្ខណៈពិសេសនៃបច្ចេកវិទ្យាដែលលេចធ្លោនៅសម័យនោះអ្វីដែលធ្វើឲ្យ 3000 GT ឬ GTO លេចធ្លោជាងគូប្រជែងដូចជា Toyota Supra និង Nissan 300ZX នាសម័យនោះគឺការបំពាក់នូវបច្ចេកវិទ្យាស្មុគស្មាញជាច្រើនក្នុងនោះមានដូចជាចង្កូត 4-wheel steering ឬហៅកាត់ថា 4WS កង់ទាំង4អាចបត់បានដែលអាចជួយបង្កើនស្ថិរភាពនៅពេលបើកបរក្នុងល្បឿនលឿននិងបង្កើនភាពបត់បែននៅពេលបើកយឺតបន្ទាប់មកគឺបូម Electronic Control Suspension ហៅកាត់ថា ECS អនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើសរវាងរបៀបបើកបរ Sport ដែលធ្វើឲ្យបូមរឹងនិង Touring ដែលធ្វើឲ្យបូមទន់បន្ទាប់មកគឺ Aerodynamic Active Aerodynamics ឬហៅកាត់ថា Active Aero ប្រព័ន្ធស្លា spoiler ខាងមុខនិងខាងក្រោយអាចលូតចេញនិងអាចបត់បែនបានដោយស្វ័យប្រវត្តិនៅពេលបើកបរលើសល្បឿនកំណត់ប្រហែល80 គីឡូម៉ែត្រនៅក្នុង1ម៉ោងដើម្បីបង្កើនកម្លាំងសង្កត់ឬហៅថា downforceផ្នែកមួយទៀតគឺម៉ាស៊ីន Active Exhaust System អនុញ្ញាតឲ្យអ្នកបើកបរផ្លាស់ប្ដូរសំឡេងម៉ាស៊ីនឬហៅថា exhaust note ពីសំឡេងស្ងាត់ហៅថា touring ទៅសំឡេងខ្លាំងហៅថា sport 3. ម៉ាស៊ីននិងប្រព័ន្ធបើកបរម៉ាស៊ីនគ្រប់ model ទាំងអស់ប្រើម៉ាស៊ីន V6 ចំណុះ 3.0 លីត្រ model មូលដ្ឋាន Base ម៉ាស៊ីនធម្មតា Naturally Aspirated មានកម្លាំងប្រហែល164 horsepower ដំណើរការដោយកង់មុខឬហៅថា FWD model SL ឬ SR ម៉ាស៊ីន DOHC V6 មានកម្លាំងប្រហែល222 horsepower ដំណើរការដោយកង់មុខឬហៅថា FWD model VR4 model កំពូលម៉ាស៊ីន Twin Turbo V6 មានទូប៊ីនភ្លោះដែលផ្ដល់នូវកម្លាំងពី280 horsepower ទៅ320 horsepower model នេះតែងតែបំពាក់មកជាមួយនឹងប្រព័ន្ធប៉ង់4 all wheel drive ហៅកាត់ថា AWD និងប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងអស់ដែលបានរាប់បញ្ចូលខាងលើ4. ចំនួន Generations ចំនួនទី1ពីឆ្នាំ1990ដល់ឆ្នាំ1993លក្ខណៈពិសេសគឺមានចង្កៀងមុខលូតឬ top up headlights និងមានរន្ធតូចៗហៅថា blister cap នៅលើគម្របម៉ាស៊ីនចំនួនទី2ពីឆ្នាំ1994ដល់ឆ្នាំ1996ត្រូវបានធ្វើបច្ចុប្បន្នភាពរូបរាងខាងមុខដោយផ្លាស់ប្ដូរមកប្រើចង្កៀងមុខថេរ Fixed Projector Headline វិញ Model VR4 ក៏បានផ្លាស់ប្ដូរប្រអប់លេខពី5លេខមក6លេខផងដែរចំនួនទី3ឆ្នាំ1997ដល់ឆ្នាំ2000មានការកែប្រែរូបរាងស្លាបក្រោយ Rear Spoiler ឲ្យធំជាងមុននិងមានការផ្លាស់ប្ដូររូបរាងខាងមុខបន្តិចចំណុចដែលគួរឲ្យកត់សម្គាល់ទម្ងន់ធ្ងន់ដោយសារតែរថយន្តនេះបំពាក់នូវបច្ចេកវិទ្យានិងប្រព័ន្ធ AWD ច្រើនពេកដែលធ្វើឲ្យវាមានទម្ងន់ធ្ងន់ប្រហែល 1700 គីឡូក្រាមសម្រាប់ model VR4 ដែលធ្វើឲ្យវាមិនសូវរហ័សរហួនដោយគូប្រជែងខ្លះភាពស្មុគស្មាញបច្ចេកវិទ្យាទំនើបទាំងនោះធ្វើឲ្យការថែទាំនិងការជួសជុលមានភាពស្មុគស្មាញនិងចំណាយច្រើនសរុបមករថយន្ត Mitsubishi 3000 GT VR4 គឺជាអច្ឆរិយៈផ្នែកវិស្វកម្មនៅទសវត្សរ៍ឆ្នាំ90ដែលបានបង្ហាញអំពីសមត្ថភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុន Mitsubishi នៅលើឆាករថយន្តកីឡាពិភពលោក